អត់ងាយបានជួបទេណាបងប្អូនទស្សនភាពនេះពេលព្រឹកដែលក្រហមឆ្អិនឆ្អៅចេញពីព្រះអាទិត្យរះនេះពេលព្រឹកហើយមេឃពណ៌ឡើងខៀវស្ងាត់ដូចទឹកសមុទ្រអញ្ចឹងណាទស្សនភាពនេះកើតឡើងដោយសារតែរំសល់មិញនៅពេលល្ងាចហ្នឹងគឺភ្លៀងខ្លាំងមែនតើនៅពេលព្រឹកគឺចាប់ផ្ដើមថ្ងៃព្រឹកឡើងចាប់ផ្ដើមរះចាំងចាស់ហ្មងហើយថ្ងៃឡើងក្តៅហើយសូមសួរពុកម៉ែបងប្អូនទាំងអស់គ្នាតិចមើលថាគ្រប់វីដេអូដែលខ្ញុំធ្វើមានអារម្មណ៍ថាភ្លាវភ្លាវអត់ដោយសារតែអីហ្នឹងហើយសម័យ Gen Z ចេះធ្វើកសិកម្មមិនងាយណាដល់ពេលចេះធ្វើកសិកម្មមកថតវីដេអូធ្វើ content អីណាតែទៅកសិកម្មឡើងភ្លាវភ្លាវតាមពិតទៅគ្រប់វីដេអូដែលខ្ញុំចេញគឺខ្ញុំអត់មានគោលបំណងអីទេគ្រាន់តែចង់ចេញវីដេអូបែបសាមញ្ញធម្មតាដែរជីវិតអ្នកស្រែចម្ការយើងធ្វើហើយនឹងចែករំលែកបទពិសោធន៍ខ្លះៗដែលខ្ញុំបានធ្វើមិនថាចំណេះដឹងថ្មីឬចំណេះដឹងដែលយើងធ្លាប់ធ្វើមិនតែកន្លែងគេផ្សេងគេអត់ដែរធ្វើអញ្ចឹងគឺគ្រាន់តែចែករំលែកនឹងចង់បានបទពិសោធន៍កាន់តែរីកចម្រើនទៅពីគ្នាទៅវិញទៅមកមិនថាខ្ញុំឬក៏កន្លែងផ្សេងគេធ្វើអ្វីដែលថ្មីយើងចែករំលែកគ្នាទៅវិញទៅមកដើម្បីឲ្យវិស័យមួយនេះកាន់តែអភិវឌ្ឍទៅមុខ